ជំរាបសួរពុកម៉ែបងប្អូនអរគ្នាកណ្ដឹងសូមមកឆ្លើយខមមិនបងស្រីម្នាក់តែគាត់បានខមមិនថាពេលដែលខ្ញុំរៀនទៅកូរ៉េតែខ្ញុំរៀនអស់លុយប្រមាណខ្ញុំដឹងថាប្រហែលជាមានបងប្អូនច្រើនទៀតដែលគាត់ចង់ដឹងថាតើកើមកកូរ៉េរៀនអស់លុយប្រមាណតែចំណាយប្រមាណដែលទើបឲ្យយើងបានមកបងប្អូនចំពោះខ្ញុំផ្ទាល់បងខ្ញុំរៀនកូរ៉េតាំងពីឆ្នាំ2016 2017ចឹងហើយបងប្អូនហើយរៀនអស់ប្រហែលជា$100ជាងទេហើយកាលចំនួនខ្ញុំរៀនខ្ញុំធ្វើការរោងចក្របដាឆ្លៀតពេលល្ងាចខ្ញុំចេញពីធ្វើការខ្ញុំទៅរៀនកូរ៉េហើយខ្ញុំរៀននៅសាលានៅភ្នំពេញណាបងប្អូនដល់គ្នាការសាលាដែលខ្ញុំរៀនហ្នឹងគេគិតជាខែណាបងប្អូនគ្នារៀនមួយវគ្គអញ្ចឹង3ខែគឺចប់យើងបងលុយមួយសាខ្ញុំរៀនបានតែមួយវគ្គហ្នឹងទេបន្ទាប់មកខ្ញុំទៅរៀនបន្ថែមស្គាល់គ្រូស្គាល់អីចឹងទៅរៀនបន្ថែមអីរៀនវគ្គវិញ្ញាសាវគ្គអីតិចតួចចឹងទៅអស់លុយតិចតួចទៀតតែបើសរុបចូលគ្នាអស់ខ្ទង់100 120អីទេបងប្អូនគ្នាអត់អស់ច្រើនទេតែបើបងប្អូនសួរថាសរុបទាំងអស់តាំងពេលរៀនពេលបានមកដល់កូរ៉េហ្មងតែចំណាយលុយប្រហែលអាហ្នឹងផ្សេងទៀតណាបងប្អូនពេលដែលខ្ញុំរៀនបាន3ខែ4ខែខ្ញុំទៅប្រឡងជាប់ហើយយើងត្រូវរៀបចំឯកសារទៀតណាបងប្អូនគ្នាខ្ញុំចំណាយលុយធ្វើប៉ាសពតហ្នឹងអស់1លានផ្សេងទៀតណាបងប្អូនបន្ទាប់មកលុយបងសបុតយន្តហោះលុយរៀនវគ្គខ្លីនិងលុយទិញសម្ភារៈទិញកៅអៅអីដែលយើងត្រូវត្រៀមឡើងមកប្រទេសកូរ៉េតែបើសរុបឡើងវិញទាំងអស់បងប្អូនតាំងពីរៀនកូរ៉េតាំងពីបានមកដល់កូរ៉េតែម្ដងអានឹងអស់$2500 $2500ទៅ$3000បងប្អូនគ្នាគឺមកគ្រប់គ្រាន់ដែលយើងបានមកដល់កូរ៉េតែម្ដងហើយខ្ញុំមិនដឹងថាប៉ុណ្ណឹងបងប្អូនគិតថាច្រើនឬក៏អត់ទេតែចំពោះខ្ញុំប៉ុណ្ណឹងគឺការហ្នឹងគឺច្រើនដែរបងប្អូនតែមកដល់លើនេះខ្ញុំមិនដឹងថាបងប្អូនគាត់មកថ្មីគាត់ចំណាយពេលអស់ប៉ុន្មានចំណាយលុយអស់ប៉ុន្មានដើម្បីបានមកដល់ប្រទេសកូរ៉េទេហើយអ្វីដែលខ្ញុំនិយាយទៅហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំដែលឆ្លប់ឆ្លងកាត់កាលពីមុនមកណាបងប្អូនគ្នាបើសិនជាបងប្អូនចង់ដឹងគឺខ្ញុំនឹងអាចចែកម្លែកបានហើយការដែលយើងរៀនកូរ៉េហ្នឹងបងប្អូនគ្នាអត់សូវពិបាកអីហ្មងនេះហើយសួរថារៀនចេះអត់ចេះតិចតួចអាចទៅប្រឡងស្មានខ្លះអីខ្លះទៅហើយរៀនកូរ៉េប្រឡងប្រហែលដងក៏បានដែរបងប្អូនឲ្យតែបងប្អូនប្រឡងមិនទាន់ជាប់ព្យាយាមប្រឡងទៀតប្រឡងតតែជាប់មិនមែនគេដាក់កំណត់លើយើងទេគេកំណត់តែអាយុឯណាបងប្អូនគ្នាហើយបើសិនជាបងប្អូនអត់ចង់រៀនអត់ចង់ប្រឡងទេបងប្អូនអាចមករដូវកាលបានតែនៅប្រទេសកូរ៉េឥឡូវគេរើសពលកររដូវកាលច្រើនណាបងប្អូនគ្នារដូវកាលមកម្ដង6ខែ8ខែអញ្ចឹងណាបើសិនជាបងប្អូនសួរថាអីរដូវកាលហ្នឹងមកគេធ្វើមិនបងប្អូនគួរតែទៅសួរព័ត៌មានបន្ថែមនៅក្រសួងកប់ស្រូវសួរខ្ញុំផ្ទាល់ក៏ខ្ញុំអត់ដឹងច្បាស់ដែរណាបងប្អូនគ្នាខ្ញុំគ្រាន់តែដឹងថាគេមានរើសពលកររដូវកាលច្រើនពលកររដូវកាលល្អសម្រាប់បងប្អូនដែលគាត់អត់ចង់រៀនអត់ចង់អីចង់មកឆាប់ទៅផ្ទះវិញទៅមកអញ្ចឹងអាចមកតាមនឹងបានវីដេអូនេះខ្ញុំចេញមកនិយាយតែប៉ុណ្្នឹងឯណាបងប្អូនគ្នាបើសិនជាបងប្អូនចង់សួរអីបន្ថែមពាក់ព័ន្ធនឹងការមកកូរ៉េគឺអាចសួរបានទៀតអរគុណច្រើនជួបគ្នាវីដេអូក្រោយស្ដីបងប្អូនគ្នាខ្ញុំមកតបខមមិនបងស្រីមួយគាត់ថាខ្ញុំសំណាងណាស់បានធ្វើការបានលុយហើយចំកន្លែងមានផ្លែឈើហូបឆ្ងាញ់អញ្ចឹងបងប្អូនចាបងប្អូនគ្នាបើនិយាយពីផ្លែឈើនេះវិញតើការខ្ញុំគាត់ទៅតែដាំ4ឆ្នាំចុងក្រោយនេះទេបងប្អូនការខ្ញុំមកកូរ៉េដំបងធ្វើការមួយគាត់ហ្នឹងគាត់អត់ទាន់ដាំផ្លែឈើទេគាត់ដាំតែបន្លែគនីបទេបន្ទាប់ពីខ្ញុំមកបាន2 3ឆ្នាំទើបគាត់ចាប់ផ្ដើមដាំ strawberry នេះហើយគាត់ដាំដំបងបងប្អូនគាត់ដាំលើករងពូនរងធម្មតានៅលើដីធម្មតាទេអត់លើករងខ្ពស់ដូចរាល់ថ្ងៃទេហើយខ្ញុំបេះ strawberry នេះចូល4ឆ្នាំហើយបងប្អូន4ឆ្នាំដល់5ឆ្នាំដល់រៀងផ្លេចយូរដែរបងប្អូន